ខួបកំណើតឆ្នាំនេះគឺធ្វើនៅទីក្រុងឌូបៃបងប្អូននិយាយទៅគឺថាដើរលេងនេះគឺថាដើរមកសប្បាយពេញទំហឹងតែម្ដងបងប្អូនអ្នកគ្នាសប្បាយខ្លាំងហើយអីដែលសំខាន់គឺថាអារម្មណ៍ប្លែកដោយសារយើងធ្លាប់តែរវល់ហត់នឿយរកស៊ីដល់ពេលមកដើរម្ដងដើរចាយលុយសាហាវបដ ாய் ណាហ្នឹងហើយប៉ុន្តែសប្បាយខ្លាំងមែនតើបងប្អូនអ្នកគ្នាឥឡូវនេះនាំអារម្មណ៍បងប្អូនមកមើលទេសភាពនិងទស្សនវិជ្ជាពេលយប់នៅទីក្រុងឌូបៃថ្ងៃទី8មិនិនាដែលត្រូវជាមួយនឹងថ្ងៃសិទ្ធិនារីហើយក៏ត្រូវជាមួយនឹងថ្ងៃខួបកំណើតរបស់នាងខ្ញុំផ្ទាល់ផងដែរតាមពិតទៅគឺយើងមានគម្រោងរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍ក៏ដូចជាកម្មវិធីខួបកំណើតនៅឌូបៃតែម្ដងដោយសារដំណើរកម្សាន្តរបស់ខ្ញុំនេះគឺរៀងយូរបន្តិចដោយសារ relax ចឹងណាបងប្អូនអ្នកគ្នាហត់នឿយមួយរយៈធំអញ្ចឹងណាហើយក៏សូមជូនពរបងប្អូនអ្នកគ្នានារីទាំងអស់ទូទាំងពិភពលោកឲ្យមានសេចក្តីក្លាហានសុខសប្បាយរឹងមាំទាំងអស់គ្នាចាហើយអីដែលសំខាន់ហ្នឹងនាំអារម្មណ៍បងប្អូនមកមើលជាមួយនឹងទេសភាពពេលយប់ចាជាមួយនាងខ្ញុំនៅទីក្រុងឌូបៃអញ្ចឹងសូមបញ្ជាក់បងប្អូនអរគ្នាថាថ្ងៃនេះផងដែរគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំចង់ដឹងថាខ្ញុំបនស្រន់ចង់បានអីគេចាខ្ញុំមានចង់បានអីទេឥឡូវនេះគឺខ្ញុំមានគ្រប់គ្រាន់អស់ហើយខ្ញុំចង់បានតែឲ្យបងប្អូនអរគ្នាសុខសប្បាយមានស្នាមញញឹមទាំងអស់គ្នាចាហើយខ្ញុំចង់ឲ្យក្តីសុខរបស់ខ្ញុំនេះនៅថថេរជានិរន្តរ៍អញ្ចឹងណាដែលផ្ដោតស្នាមញញឹមឲ្យខ្ញុំរហូតដោយបងប្អូនបានឃើញហើយអញ្ចឹងណាមួយរយៈក្រោយនេះគឺខ្ញុំមានក្តីសុខមានសុភមង្គលហើយដូចដែលបងប្អូនបានតែងតែលើខ្ញុំនិយាយអញ្ចឹងយើងមានលុយប៉ុណ្ណាក៏ដោយបើសិនជាយើងអត់មានសុភមង្គលអត់មានក្តីសុខផ្លូវចិត្តរូបសម្រស់ផងយើងក៏ដូចជាមុខមាត់ផងយើងគឺទៅតាមនឹងដែរឥឡូវនេះវាមិនស្អាតអីទេបងប្អូនអ្នកគ្នាអើយប៉ុន្តែគ្រាន់តែថាមានអារម្មណ៍ថាអត់មានគិតអីទាំងអស់ហ៎បងប្អូនអញ្ចឹងមនុស្សយើងគឺទៅតាមនឹងអញ្ចឹងទៅចាំមិនថាសាងអំពើល្អឲ្យបានច្រើនអំពើល្អដែលយើងចេញពីចិត្តសាងដោយយើងមិនគិតផលតបស្នងណាបងប្អូនគឺរុញច្រានយើងឲ្យជួបតែមនុស្សល្អហើយជួបជាមួយនឹងក្តីសុខចាអញ្ចឹងក៏តាមរយៈវីដេអូមួយនេះក៏សូមជូនពរបងប្អូននារីទូទាំងពិភពលោកជាពិសេសបងប្អូននារីខ្មែរយើងតែម្ដងដែលនិយាយទៅជូនពរឲ្យហេងមានសុភមង្គលផ្លូវចិត្តឲ្យច្រើនណាហ្នឹងហើយជាពិសេសអ្នកដែលគាត់លក់ជាមួយនឹងផលិតផលខ្មែរជាមួយនឹងចាដេណាទាំងអស់គ្នាចាថ្ងៃនេះគឺថាសូមឲ្យតែបងប្អូនជាពិសេសបងប្អូនដែលតំណាង NP ទាំងអស់ជោគជ័យហេងទាំងអស់គ្នាណាចាបងប្អូនឃើញហើយនេះទស្សនវិជ្ជាដែលខ្ញុំថតនេះគឺថាខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងណាបងប្អូនមើលតាមវីដេអូប៉ុណ្ណឹងហើយតែបើបងប្អូនឃើញផ្ទាល់ភ្នែកទៀតមានអារម្មណ៍ថាពិភពលោកខាងក្រៅគឺថាអូយធំទលាយខ្លាំងហើយការគិតផុនយើងក៏ខុសពីការដែលយើងនៅមួយកន្លែងអញ្ចឹងណាបងប្អូនចាអូខេឥឡូវនេះខ្ញុំយល់កាន់តែច្បាស់នៅអ្វីដែលគេហៅថាក្តីសុខអូខេបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនចាបើសិនជាស្រឡាញ់គាំទ្រចាត្រីដាណាចាសូមជួយគាំទ្រផលិតផលស្នាដៃកូនខ្មែរផងណាចាលក់តែផលិតផលខ្មែរទេបងប្អូនអ្នកគ្នាចាលក់ផលិតផលខ្មែរហើយបានជួយបងប្អូនកូនខ្មែរយើងទៀតអញ្ចឹងណាចាហើយអីដែលសំខាន់ហ្នឹងគឺថាយើងមានរោងចក្រសិប្បកម្មដែលកំពុងតែដំណើរការហើយផលិតផលដែលបងប្អូនកំពុងតែប្រើប្រាស់នោះគឺជាផលិតផលស្នាដៃកូនខ្មែរអញ្ចឹងបើសិនជាយើងគ្រប់គ្រងនៅផលិតផលនិងសមិទ្ធផលរបស់កូនខ្មែរអញ្ចឹងខ្មែរយើងនឹងរីកចម្រើនតទៅមុខនិយាយទៅមិនឲ្យចាញ់ប្រទេសផ្សេងទេបងប្អូនអ្នកគ្នាអញ្ចឹងអីដែលសំខាន់គឺយើងពហិការក៏ដូចជាយើងគេហៅថាជាតិនិយមបងប្អូនអ្នកគ្នាយើងប្រើប្រាស់ជាមួយនឹងផលិតផលស្នាដៃកូនខ្មែរផលិតផលក្នុងស្រុកផងយើងណាគឺធ្វើឲ្យបងប្អូនកូនខ្មែរយើងមានការងារធ្វើប្រទេសយើងមានការរីកចម្រើនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអ្នកគ្នានឹងជួយគ្រប់គ្រងផលិតផលស្នាដៃកូនខ្មែរស្រឡាញ់ខ្មែរគ្រប់គ្រងខ្មែរទាំងអស់គ្នាណោះចាហើយចាដាណានឹងជួយដល់បងប្អូនកូនខ្មែរបន្តទៀតនឹងបន្តជួយឲ្យមានតែពង្រីកបន្ថែមនៅក្នុងរោងចក្រនិងសិប្បកម្មបន្ថែមទៀតដើម្បីបងប្អូនកូនខ្មែរយើងមានការងារធ្វើសប្តាហ៍ថ្ងៃរាល់ថ្ងៃនេះគឺយើងមានជាមួយនឹងម៉ាស៊ីនទំនើបដែលយើងកំងទិញពីបរទេសមកហើយយើងនឹងមានអ្នកដៃគូសហការល្អដែលកំពុងតែផលិត